ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដំណើរកថាខ្មោចសូមជូននៅរឿងថ្មីមួយរឿងទៀតហើយដែលជារឿងបែបរន្ធត់ព្រឺព្រួចញាប់ញ័រខ្លាំងមែនតែនតែម្ដងចាកុំនៅម្នាក់ឯងណាស្ងាត់តែអត់ដឹងទេតោះឥឡូវយើងចូលមកដល់សាច់រឿងរបស់យើងនិងចំណងជើងរឿងគឺរឿងវិញ្ញាណស្រីផ្កាមាសអូយអត់ដឹងថាមានអត្ថន័យបែបណាទេសំខាន់យើងមកស្ដាប់ទាំងអស់គ្នាតែម្ដងទៅណោះរឿងនេះដែរគឺមានតួអង្គជាស្រីចាឈ្មោះថានាងឈូកនាងឈូកគឺជាស្រីស្រស់ស្អាតស៊ីដាច់គេប្រចាំភូមិប៉ុន្តែវាគួរឲ្យស្ដាយដែលនាងជាស្រីមិនបរិសុទ្ធចាប់ពីពេលពេញវ័យកំមុំកាលណាគឺនាងលួចមានសង្សារមួយហើយមួយទៀតរាប់មិនអស់អូយមានច្រើនរបស់គេទោះបីជានាងជាស្រីសម្បូរប្រុសបន្តិចក៏ដោយអានេះរៀងអសរោះបន្តិចណាប៉ុន្តែដោយសារសម្រស់ស្អាតរបស់នាងក៏បានរៀបការជាមួយនឹងបុរសម្នាក់ដែលជាកូនអ្នកមានជាងគេនៅក្នុងភូមិកូនកំឡោះរបស់នាងមានអាយុជាង30ឆ្នាំទៅហើយនៅក្នុងខណៈដែលនាងហ្នឹងគឺអាយុទៅតែ16ឆ្នាំប៉ុណ្ណោះចាកំពុងតែពេញស្អាតពេញសាច់ពេញស្រឡាញ់តែម្ដងប្តីប្រពន្ធមួយគូនេះក្រោយពីរៀបការរួចដែលមានវ័យហាក់ខុសប្លែកគ្នាឆ្ងាយណាស់ហេតុនេះទើបសេចក្តីស្នេហារបស់អ្នកទាំងពីរហ្នឹងគឺមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេប៉ុន្តែប្តីនាងឈូកវិញគឺស្រឡាញ់ប្រពន្ធដូចកែវភ្នែកហើយគឺប្រចែប្រច័ណ្ឌប្រពន្ធមិនអោយប្រុសណាមកតាក់ទងឬនិយាយស្ដីជាមួយនាងជាដាច់ខាតគឺប្តីគាត់ស្រឡាញ់គាត់ខ្លាំងមែនតែនហើយប្រច័ណ្ឌគាត់ខ្លាំងណាស់ក្រោយពីពេលរៀបការមិនបានប៉ុន្មានហ្នឹងគេក៏បានសង់ផ្ទះមួយយ៉ាងធំដែលប្រើសុទ្ធសឹងតែឈើម៉ៃសាក់ដោយសារតែនាងរៀបការនៅអាយុក្មេងខ្ចីពេកទៅ4-5ឆ្នាំក្រោយមកជីវិតគ្រួសារដែលមិនចុះសម្រុងនឹងគ្នាតាំងពីដំបូងមកនោះក៏កាន់តែប្រេះឆាខ្លាំងទៅព្រោះនាងឈូកខ្លាយទៅជាស្រីចេះដើរលេងចោលផ្ទះដោយមិនគិតដល់តួនាទីរបស់ខ្លួនជាស្ត្រីមេផ្ទះឡើយប្តីរបស់នាងឈូកឈ្មោះអំណោយក្រោយមកអំណោយក៏បានខ្លាយទៅជាប្រធានភូមិទៀតគឺប្តីរបស់នាងហ្នឹងមានឈ្មោះថាអំណោយហើយមិនយូរប្រហែលលោកអំណោយហ្នឹងក៏បានខ្លាយជាប្រធានភូមិទៀតលោកប្រធានភូមិអំណោយដឹងច្បាស់ថានាងឈូកជាប្រពន្ធចេះលួចមានសហាយប៉ុន្តែក៏ទ្រាំលេបថ្មលេបគ្រួសក្រំគ្រាចិត្តតែម្នាក់ឯងទៅមិនហ៊ានប្រាប់ប្រពន្ធសោះនៅថ្ងៃណាមួយដែលនាងដើរលេងធុញណាយហើយនាងឈូកក៏នឹកបដូរកាយបដូរចិត្តព្រមងាកមកនៅក្នុងរង្វង់ដៃរបស់ប្តីដូចដើមវិញនេះគឺជាអ្វីដែលលោកអំណោយនឹងបានគិតនៅក្នុងចិត្តចឹងបានលោកចេះតែទ្រាំលេបថ្មលេបគ្រួសតែម្នាក់ឯងទៅដោយក្តីសង្ឃឹមបែបហ្នឹងប៉ុន្តែលោកប្រធានភូមិអំណោយហ្នឹងគឺគិតខុសស្រឡះព្រោះកាន់តែបណ្ដោយនាងឈូកគឺកាន់តែភ្លើតភ្លើនទៅឆ្ងាយទៅរហូតហៅលែងត្រឡប់ក្រោយទីបំផុតក៏រត់ទៅតាមប្រុសកំឡោះម្នាក់បាត់ទៅលោកប្រធានភូមិអំណោយសោកសៅខូចចិត្តខ្លាំងណាស់មួយនឹកស្ដាយប្រពន្ធមួយខ្មាស់អ្នកស្រុកព្រោះខ្លួនមានងារជាប្រធានភូមិផងរហូតដល់ថ្ងៃមួយនាងឈូកក៏ត្រឡប់មកលន់តួសារភាពកំហុសវិញហើយលោកប្រធានភូមិអំណោយក៏ព្រមលើកទោសឲ្យនាងព្រោះយល់ថាទោះជាយ៉ាងណាក៏ដោយក៏នាងជាប្រពន្ធធ្លាប់រៀបការជាមួយគ្នាដែរទោះបីជាអ្នកស្រុកចង់ពេបជ្រាយឬសើចយំសើចចំអកយ៉ាងណាក៏ដោយក៏ស្រែកតែគេទៅចោះប៉ុន្តែនាងឈូកត្រឡប់មកលើកនេះស្រពាប់ស្រពោនខុសប្លែកពីមុនដែលនាងធ្លាប់តែរីករាយស្រស់បោះជាប់ជានិច្ចលោកប្រធានភូមិអំណោយមិនហ៊ានសួរដេញដោលអីច្រើនទេព្រោះក្រែងថាប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់នាងតែអ្វីដែលចម្លែកជាងនោះទៅទៀតគឺនាងឈូកនឹងដេកតែក្នុងបន្ទប់ហើយមិនព្រមចេញទៅណាមកណាដូចពីមុនឡើយរាងកាយដ៏រលើបរលោងស្រស់ថ្លារបស់នាងដែលលោកប្រធានភូមិអំណោយធ្លាប់បបោអង្អែពីមុនមកហ្នឹងក៏ស្រាប់តែបដូរទៅជាទ្រុឌទ្រោមស្ទាបឡើងមានរសជាតិហើយលោកប្រធានភូមិក៏សង្កេតឃើញថាតាំងពីប្រពន្ធរបស់ខ្លួនត្រឡប់មកវិញ
ថ្ងៃណាក៏ឃើញមានសត្វមៀមដ៏ធំមួយក្បាលហ្នឹងមកទុំនៅលើដំបូលផ្ទះជាប្រចាំដែរហើយភ្នែករបស់វាហ្នឹងគឺសម្លឹងឡងគួរឲ្យខ្លាចខ្លាំងមែនទែនអ្នកស្រុកនៅទីនោះគឺគេមានជំនឿថាបើមានសត្វមៀមមកទុំនៅលើដំបូលផ្ទះដូច្នេះវាជាប្រផ្នូលមួយថានឹងមានគ្រោះអាក្រក់ព្រោះសត្វនេះវាមានលក្ខណៈរបស់យមទូតនៃសេចក្តីស្លាប់ដែលមិនមែនជាមង្គលល្អឡើយអ្នកស្រុកក៏បាននាំគ្នានិយាយគ្រប់មាត់ថាលោកប្រធានភូមិអំណោយកំពុងតែមានគ្រោះអាក្រក់ហើយដូច្នេះទើបលោកប្រធានភូមិចាត់ឲ្យមនុស្សទៅរកគ្រូស័យសាស្ត្រមកជំរះមន្ទិលនៅក្នុងផ្ទះចោលពេលគ្រូស័យសាស្ត្រមកដល់ឃើញផ្ទះដែលសង់ដោយឈើម៉ៃសាក់មួយខ្នងធំរបស់លោកប្រធានភូមិគាត់ក៏រអ៊ូឡើងថាផ្ទះឈើម៉ៃសាក់វាសំរុំដល់ការអាស្រ័យរបស់វិញ្ញាណស្រីណាស់ដូច្នេះក៏កើតសង្ស័យលោកគ្រូមានន័យថាយ៉ាងម៉េចមានន័យថាផ្ទះនេះមានវិញ្ញាណខ្មោចស្រីនៅណាភ្លាមនោះលោកគ្រូដែលមានមន្តអាគមពូកែក៏បានអញ្ជើញឡើងទៅលើផ្ទះនិងចូលទៅដល់បន្ទប់គេងរបស់នាងឈូកដែលកំពុងតែសង្ងំដេកប្រៀបដូចជាមនុស្សឈឺគ្រាន់តែគ្រូស័យសាស្ត្រនិងលោកប្រធានភូមិអំណោយចូលមកដល់ភ្លាមនាងឈូកក៏ងាកមកមើលអ្នកទាំងពីរសន្សឹមកែវភ្នែករបស់នាងសម្លឹងថ្លែនៅពេលជួបមកគ្រូស័យសាស្ត្របញ្ជាក់ពីអាការៈតក់ស្លុតយ៉ាងខ្លាំងឯងជាគ្រូខ្មោចមែនទេអាកញ្ចាស់នាងឈូកស្រដីឡើងខុសពីសម្លេងធម្មតាដែលលោកប្រធានភូមិអំណោយធ្លាប់ឮពីមុនមកលោកប្រធានភូមិដល់ថ្នាក់ព្រឺរោមនឹងសម្ដីប្រពន្ធរបស់ខ្លួនឯងតែម្ដងប៉ិតដូចជាសម្ដីអ្នកស្រុកនិយាយមែនបើសត្វមៀមទុំលើផ្ទះនឹងមានសញ្ញានៃភាពចង្រៃហើយសត្វមៀមនេះគឺជាយមទូតនៃសេចក្តីស្លាប់ផ្ទះឈើម៉ៃសាក់របស់លោកប្រធានភូមិអំណោយច្បាស់ជាមានវិញ្ញាណមកអាស្រ័យនៅយ៉ាងពិតប្រាកដណាស់វិញ្ញាណសាហាវនេះបានធ្វើឲ្យនាងឈូកផ្លាស់ប្ដូរទៅមកដល់ពេលនេះលោកប្រធានភូមិអំណោយជឿហើយថានាងឈូកត្រូវវិញ្ញាណខ្មោចព្រាយចូលឬអាចជាយ៉ាងណាមួយជៀសមិនផុតទើបនាងត្រឡប់មកផ្ទះវិញទាំងសភាពខុសពីធម្មតាពីមុននាងឈូកជាមនុស្សរីករាយណាស់ប៉ុន្តែក្រោយពេលត្រឡប់មកសុំការប្រោសប្រណីពីប្តីអ្វីប្រៀបបានខុសប្រក្រតីទាំងអស់រហូតដល់លោកប្រធានភូមិជឿតាមសម្ដីអ្នកស្រុកហើយគ្រូស័យសាស្ត្រមកដេញខ្មោចព្រាយពីផ្ទះឈើម៉ៃសាក់រំដោះគ្រូភ័យពេលដែលគ្រូស័យសាស្ត្របានឃើញនាងឈូកភ្លាមគាត់ដឹងច្បាស់ថានាងឈូកត្រូវវិញ្ញាណខ្មោចព្រាយចូលហើយវិញ្ញាណនោះទៀតសោតមិនមែនជាវិញ្ញាណធម្មតាឡើយវាជាវិញ្ញាណរបស់ស្រីតណ្ហាក្រាស់ដែលត្រូវការអាស្រ័យនៅក្នុងរាងកាយរបស់នាងឈូកដើម្បីមកនៅក្នុងផ្ទះឈើម៉ៃសាក់មួយនេះលោកប្រធានភូមិចេញទៅមុនសិនទៅហើយបិទទ្វារបន្ទប់ផងនេះជាពាក្យសម្ដីរបស់លោកគ្រូស័យសាស្ត្រកុំភ្លេចថាទោះបីជាលឺអ្វីក៏ដោយក៏កុំភ័យហើយកុំចូលមកក្នុងបន្ទប់នេះឲ្យសោះប្រពន្ធរបស់លោកត្រូវវិញ្ញាណខ្មោចព្រាយចូលហើយពេលលោកប្រធានភូមិអំណោយចេញពីបន្ទប់ទៅគ្រូស័យសាស្ត្រក៏លូកដៃចូលទៅក្នុងថង់យាមរកវត្ថុខ្លាំងពូកែដែលបានរៀបចំទុកជាស្រេចនោះដើម្បីកម្ចាត់ខ្មោចព្រាយគាត់សូត្រគាថាមួយសន្ទុះហើយក៏សួរទៅថាប្រាប់មកថានាងឯងជាអ្នកណានាងខ្មោចនិយាយចប់គ្រូស័យសាស្ត្រក៏ចូលទៅរករាងកាយដែលកំពុងដេកស្ដោកនៅលើគ្រែពេលនោះរាងកាយរបស់នាងឈូកក៏ងើបអង្គុយឡើងហើយសោចំអកដាក់គ្រូស័យសាស្ត្រវិញក្រោយពីគ្រូខ្មោចសូត្រគាថានាងឈូកក៏ចាប់ផ្ដើមខ្វល់ខ្វាយធ្វើរឹកដូចជាបំរុងក្រោកចេញពីបន្ទប់ទៅប៉ុន្តែគ្រូស័យសាស្ត្រលើករំពាត់ផ្ដៅវត្តស្ទាក់ពីមុខព្រមទាំងគំរាមថានាងខ្មោចចង្រៃហេតុអីក៏នាងមកសាងភាពក្តៅក្រហាយដល់ម្ចាស់ផ្ទះនេះ
ឆាប់ចេញពីរាងកាយរបស់គេទៅបើមិនចេញទេអញនឹងវាយនឹងឯងដោយរំពាត់ផ្ដៅនេះហើយនិយាយចប់លោកគ្រូសាយសាស្ត្រក៏លើករំពាត់ផ្ដៅវត្តទៅវាយលើរាងកាយរបស់នាងឈូកសំឡេងនាងឈូកស្រែកធ្ងន់ធ្ងរដោយក្តីឈឺចាប់អូយជួយប្រពន្ធលោកមេភូលោកប្រធានភូមិទៅណាហើយមកជួយប្រពន្ធផងអូយសំឡេងរបស់នាងស្រែកសុំជំនួយពីលោកប្រធានភូមិអំណោយដែលកំពុងតែរងចាំស្ដាប់ពីការបង្ក្រាបខ្មោចនៅខាងក្រៅបន្ទប់សំឡេងធ្ងរយ៉ាងអាណោចអាធមធ្វើឲ្យលោកប្រធានភូមិទ្រាំមិនបានក៏ប្រញាប់បើកទ្វារចូលទៅពេលមើលឃើញលោកគ្រូសាយសាស្ត្រកំពុងតែវាយវត្តប្រពន្ធដូច្នោះក៏នឹកអាណិតក៏ចូលទៅហាមឃាត់ភ្លាមទាំងផ្លិចបំរាមរបស់គ្រូសាយសាស្ត្រមុននេះបានហើយខ្ញុំសូមអង្វរលោកគ្រូឈប់វាយប្រពន្ធឈូករបស់ខ្ញុំទៅវាជាវិញ្ញាណចង្រៃមិនមែនជាប្រពន្ធរបស់លោកទេកុំមកហាមខ្ញុំអីខ្ញុំនឹងដេញវិញ្ញាណស្រីពេស្យានេះឲ្យចេញពីរាងកាយឥឡូវនេះប្រាប់មកពីខ្មោចចង្រៃឯងជាអ្នកណានាងឈូកមិនហាបមាត់ប៉ុន្តែក្រសែភ្នែកនាងវិញបានអង្វរឲ្យលោកប្រធានភូមិជួយហាមគ្រូខ្មោចកុំឲ្យវយវត្តទៅលើរាងកាយនាងប៉ុន្តែរំពាត់ផ្ដៅនៅតែបន្តសំពងទៅលើរាងកាយរបស់នាងឈូកក៏សន្លប់បាត់ស្មារតីទៅព្រោះតែការឈឺចាប់ពេកវិញ្ញាណស្រីពេស្យានោះក៏ហោះចេញពីរាងកាយរបស់នាងឈូកទៅដែរជាមួយគ្នានោះសត្វមៀមដែលមកទុំនៅលើដំបូលផ្ទះស្រែកលាន់ទ្រហឹងគួរឲ្យខ្លាចគួរឲ្យព្រឺមុននឹងត្រដាងស្លាប់ហោះហើរចេញទៅនៅពេលដែលសត្វមៀមហើរចេញពីដំបូលផ្ទះទៅជាមួយនឹងវិញ្ញាណរបស់ខ្មោចព្រាយនោះគ្រូសាយសាស្ត្រក៏ងាកមកមើលរាងកាយនាងឈូកដែលកំពុងតែដេកស្ងៀមនៅក្នុងបន្ទប់ហើយក៏បាននិយាយទៅកាន់ប្រធានភូមិថាលោកប្រធានភូមិត្រូវកាត់ចិត្តណាព្រោះប្រពន្ធរបស់លោកនាងលែងជាមនុស្សហើយប៉ុន្តែនាងអាចធ្វើចលនាបានព្រោះតែមានវិញ្ញាណស្រីពេស្យាមកអាស្រ័យតែប៉ុណ្ណោះលោកប្រធានភូមិអំណោយក៏បានទទួលពាក្យពន្យល់ប្រាប់ពីគ្រូសាយសាស្ត្រថានាងឈូកបានស្លាប់ជាយូរមកហើយព្រោះពេលដែលដេញវិញ្ញាណខ្មោចស្រីពេស្យានោះទៅនាងឈូកក៏លែងមានសភាពជាមនុស្សទៀតដើម្បីឲ្យកាន់តែប្រកបក្នុងចិត្តគ្រូសាយសាស្ត្រក៏ទាញខ្សែមុនម្យ៉ាងចេញពីថង់យាមរួចបិទភ្នែកសូត្រគាថាសមាធិខ្សឹបមួយសន្ទុះស្រាប់តែរាងកាយរបស់នាងឈូកដែលកំពុងតែដេកស្ងៀមនោះក៏ភ្ញាក់ហៀកស្រែកធ្ងររួចក៏คล้ายទៅជាផ្សែងហោះមកចូលក្នុងដបដែលលោកគ្រូសាយសាស្ត្រកំពុងតែកាន់នៅក្នុងដៃចំណែកឯរាងកាយរបស់នាងឈូកក៏រលាយបាត់ទៅផងដែរអរគុណសម្រាប់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលបានចំណាយពេលវេលានិងតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់គ្រប់វីដេអូរបស់នាងខ្ញុំហើយសូមកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗក៏ដូចជារឿងថ្មីៗបន្តទៀតផងដែរអរគុណ